Nơi bây dục thời chưa ngàyទី31 ខែកក្កដាឆ្នាំ2026ខាងក្រុមប៉ូលីសស៊ើបអង្កេតនៅឯប្រទេសសៀមបានចូលទៅក្នុងព្រៃសាក់យណៃស្ថិតនៅស្រុកបាឡាម៉ុងនៅក្នុងខេត្តឈុនបុរីប៉ូលីសចុះទៅពិនិត្យនៅទីនោះគឺបន្ទាប់ពីទទួលបានពាក្យសារភាពរបស់ជនសង្ស័យ2នាក់ពេលដែលប៉ូលីសទៅដល់ក្នុងព្រៃនោះហើយប៉ូលីសបានជីកដីខ្សាច់ដែលមានជម្រៅ1ម៉ែត្រហើយក៏បានប្រទះឃើញសពបងប្អូនជនជាតិរុស្ស៊ី2នាក់ដែលពួកគេបានបាត់ខ្លួនអស់5ថ្ងៃមកហើយក៏ប៉ុន្តែសកម្មភាពដែលប៉ូលីសជីកហ្នឹងគឺមិនបញ្ចប់ធម្មករណីហ្នឹងទេនៅចម្ងាយប្រហែលជា2គីឡូម៉ែត្រពីទីតាំងជីកមិញហ្នឹងក្នុងចំការដូងដាច់ស្រយាលមួយប៉ូលីសបានប្រទះឃើញសាកសពមួយគ្រួសារជនជាតិសៀមដែលមានសមាជិកគ្រួសារ3នាក់ហើយពួកគេបានបាត់ខ្លួនយ៉ាងអាថ៌កំបាំងតាំងពី20ថ្ងៃមុនប៉ូលីសសន្និដ្ឋានដំបូងថាការបាត់បង់ជីវិតរបស់គ្រួសារនេះអាចកើតឡើងមកពីករណីប្លន់ក៏ប៉ុន្តែនៅពេលដែលស៊ើបអង្កេតឲ្យកាន់តែស៊ីជម្រៅទៅគឺដឹងថាករណីទាំងពីរដែលកើតឡើងពេលស្វាគ្នានឹងវាបង្កប់ដោយសោកនាដកម្មក្រោយការស៊ើបអង្កេតទៅលើករណីទាំងពីរហ្នឹងប៉ូលីសស៊ើបដឹងមកថាជនរងគ្រោះទាំង5នាក់ត្រូវគេបញ្ចប់ជីវិតដោយវិធីសាស្ត្រដូចគ្នាបើនិយាយពីជនដៃដល់ដំបងឡាយសកម្មភាពពួកគេគឺបន្លំខ្លួនធ្វើជាប៉ូលីសហើយធ្វើពុតចុះទៅអនុវត្តភារកិច្ចផ្លូវការអីចឹងទៅលុះបន្ទាប់មកពួកគេទៅចាប់ចងជនរងគ្រោះនិងប្លន់យកទ្រព្យសម្បត្តិនិងបញ្ចប់ជីវិតពួកគេតែម្ដងការស៊ើបអង្កេតប៉ូលីសបានបញ្ជាក់ថាជនរងគ្រោះនៅក្នុងទាំងពីរករណីនេះអត់មានទំនាក់ទំនងជាមួយគ្នាទេដោយឡែកបើនិយាយពីពួកជនសង្ស័យវិញគឺជាជនជាតិសៀមមានគ្នា4នាក់ហើយនៅក្នុងចំណោមគ្នាគេ4នាក់ហ្នឹងមេខ្លាំងម្នាក់គឺទើបតែត្រូវដោះលែងចេញពីគុកប្រហែលជាមួយខែមុនពេលមានឧក្រិដ្ឋកម្មនឹងកើតឡើងឥឡូវនិយាយពីករណីទី1ទៅមុនដែលជនរងគ្រោះគឺជាបងប្អូនជនជាតិរុស្ស៊ី2នាក់ពួកគេរស់នៅជាមួយគ្រួសារពួកគេនៅក្នុងខេត្តឈុនបុរីអស់រយៈពេលជាច្រើនឆ្នាំមកហើយដោយបងស្រីមានអាយុ22ឆ្នាំមានឈ្មោះថា Diana Nazimova ហើយនិងប្អូនប្រុសមានអាយុ17ឆ្នាំមានឈ្មោះថា Roman Nazimova ចំណែកឯករណីទី2គឺកើតឡើងទៅលើគ្រួសារជនជាតិសៀមដែលមានសមាជិក3នាក់មកពីតំបន់ហួយ៉ៃដែលអត្តសញ្ញាណជនរងគ្រោះគឺមានឪពុកមានឈ្មោះថាវីទៀនអាយុ53ឆ្នាំហើយនិងស្ត្រីជាម្ដាយមានឈ្មោះថាចន្ទនាអាយុ50ឆ្នាំហើយនិងកូនស្រីពួកគេមានឈ្មោះថានិច្ឆាប៉ាអាយុ18ឆ្នាំដោយជនល្មើសដំបងនៅក្នុងរឿងក្តីនេះគេមានអាយុ43ឆ្នាំមានឈ្មោះថាថាណាខូថងហើយគេមានឈ្មោះ nickname ថាពងដោយជនល្មើសពងហ្នឹងគឺទើបតែចេញពីគុកកាលពីថ្ងៃទី5ខែមិថុនាឆ្នាំ2026ពីមុនគាត់ធ្លាប់ត្រូវផ្ដន្ទាទោសពីបទប៉ុនប៉ងមនុស្សឃាតកាន់កាប់អាវុធខុសច្បាប់ហើយនិងគ្រឿងញៀននិងជនល្មើសទី2មានអាយុ39ឆ្នាំដែលមានឈ្មោះថាថងឆៃគេមានឈ្មោះហៅក្រៅថាថងក៏ធ្លាប់ជាប់គុកពាក់ព័ន្ធទៅនឹងការប្រើប្រាស់គ្រឿងញៀនចំណែកឯជនសង្ស័យ2នាក់ទៀតដែលត្រូវចោទជាបពពួកនៅក្នុងករណីប្លន់និងសម្រាប់គ្រួសារជនជាតិសៀមនោះមានឈ្មោះថាអេតសាដាងឈូបងដែលមានឈ្មោះ nickname ថាបលមានអាយុ25ឆ្នាំហើយនិងម្នាក់ទៀតមានឈ្មោះថាឆាត់ឆាន់ផានៀមដែលមានឈ្មោះ nickname ថា Flock អាយុ23ឆ្នាំនៅក្នុងសំណុំរឿងក្តីហ្នឹងគឺផ្ដោតទៅលើជនល្មើសសរុប4នាក់ដោយពងហើយនិងថងគេចាត់ទុកជាជនល្មើសជាតួអង្គសំខាន់ជាងគេបំផុតចំណុចពិសេសនោះគឺប៉ូលីសសង្ស័យថាពងនិងថង2នាក់ហ្នឹងមិនមែនត្រឹមតែពាក់ព័ន្ធទៅនឹងការបញ្ចប់ជីវិតជនជាតិរុស្ស៊ី2នាក់បងប្អូននោះទេទំនងជាពួកគេក៏មានការពាក់ព័ន្ធទៅនឹងករណីបញ្ចប់ជីវិតគ្រួសារជនជាតិសៀមនោះផងដែរដោយបែបនេះហើយខាងក្រុមប៉ូលីសស៊ើបអង្កេតបានបូកបញ្ចូលសំណុំរឿងក្តីនេះទៅជាសំណុំរឿងក្តីតែមួយហើយខាងប៉ូលីសបន្តធ្វើសកម្មភាពស៊ើបអង្កេតលើឧក្រិដ្ឋកម្មដែលសង្ស័យថាជាករណីរៀបចំទុកមុនជាករណីឃាតកម្មបន្តបន្ទាប់ខាងប៉ូលីសស៊ើបអង្កេតបានរកឃើញចំណុចមួយឧក្រិដ្ឋកម្មទាំងពីរនោះកើតឡើងក្នុងចន្លោះពេលគម្លាតគ្នា3សប្តាហ៍ទោះបីជាលក្ខខណ្ឌនិងស្ថានភាពជនរងគ្រោះមិនដូចគ្នាតែជនល្មើសគឺប្រើវិធីសាស្ត្រដូចគ្នាទាំងស្រុងដើម្បីទៅបោកទំនុកចិត្តជនរងគ្រោះគឺពួកជនល្មើសហ្នឹងដំបូងឡើយខ្លែងខ្លួនជាប៉ូលីសទៅអនុវត្តច្បាប់ដើម្បីធ្វើឲ្យជនរងគ្រោះទុកចិត្តនិងមិនអាចការពារខ្លួនតាំងពីពេលដែលជួបពួកជនល្មើសហ្នឹងដំបូងគឺនៅថ្ងៃទី6ខែកក្កដាឆ្នាំ2026ពួកក្រុមជនល្មើសគ្នា4នាក់ពងថងបលហើយនិង Flock ធ្វើដំណើរទៅកាន់ផ្ទះគ្រួសារមួយនៅឯតំបន់បាងឡាម៉ង់ម្នាក់ឈ្មោះពងហ្នឹងគឺគេស្លៀកពាក់ស្តៀងទៅនឹងឯកសណ្ឋានប៉ូលីសហើយក្នុងដៃមានកាន់កាំភ្លើងខ្លីដោយអះអាងថាគាត់កំពុងតែចុះមកអនុវត្តការត្រួតពិនិត្យតាមផ្លូវច្បាប់
បន្ទាប់ពីជនល្មើសផលិតនឹងហើយពួកសមាជិកក្រុមជនល្មើសផ្សេងទៀតនឹងប្រើខ្នោះដៃចាប់ចងលោកវិទានហើយនឹងប្រពន្ធរបស់គាត់ច័ន្ទតាណាចំណែកឯកូនស្រីរបស់ពួកគេអាយុ18ឆ្នាំដែលមានឈ្មោះថានីចាប៉ាគឺមុននឹងនាងបានចេញទៅទិញអីវ៉ាន់នៅហាងទំនិញហើយនាងក៏បានត្រឡប់មកវិញចំពេលជាមួយគ្នានឹងដែរពេលភ្លាមៗហ្នឹងនាងក៏ត្រូវគេចាប់ចងដូចគ្នាបន្ទាប់មកទៀតពួកជនល្មើសបានបង្ខំឲ្យជនរងគ្រោះទាំង3នាក់ឡើងជិះឡាន pick up ដែលជាឡានគ្រួសារពួកគេផ្ទាល់រួចហើយបើកទៅកាន់ចំការដូងដាច់ស្រយាលមួយនៅក្នុងភូមិលេខ10នៅក្នុងឃុំហួយយ៉ៃនេះបើតាមកំណត់ហេតុស៊ើបអង្កេតកូនស្រីនៃគ្រួសារជនរងគ្រោះនេះចាប់ប៉ាគឺរងការបំពានផ្លូវភេទមុនពេលត្រូវពួកគេបញ្ចប់ជីវិតបន្ទាប់ពីពួកគេបានបញ្ចប់សកម្មភាពរួចហើយពួកគេបានជីកភ្នូររួមមួយហើយនឹងយកសពជនរងគ្រោះទាំង3ទៅកប់ក្នុងភ្នូរតែមួយនឹងបន្ទាប់មកពួកគេបានលួចយកឡាន pick up ហើយនឹងទូរស័ព្ទដៃរបស់ជនរងគ្រោះទៅបើតាមពាក្យសារភាពពីជនល្មើសឡាន pick up ហ្នឹងគឺលួចយកទៅដើម្បីទុកប្រើប្រាស់សម្រាប់ដឹកគ្រឿងញៀនលុះម្លងមួយថ្ងៃក្រោយមកទៀតសាច់ញាតិបងប្អូនចំនួនមួយនៃគ្រួសារជនរងគ្រោះហ្នឹងបានទៅដាក់ពាក្យបណ្ដឹងនៅឯប៉ុស្តិ៍ប៉ូលីសហួយយ៉ៃដោយប្តឹងថាសមាជិកគ្រួសារទាំង3នាក់គឺបានបាត់ខ្លួនអត់អាចតាក់ទងបានទេហើយពេលប៉ូលីសកន្លងផុតទៅពីមួយសប្តាហ៍ទៅមួយសប្តាហ៍ខាងប៉ូលីសមិនអាចស៊ើបអង្កេតដឹងតម្រុយពីសមាជិកគ្រួសារទាំង3នាក់សូម្បីតែបន្តិចគ្មាននរណាគេដឹងពីចម្លើយនៃការបាត់ខ្លួនរបស់ពួកគេនោះទេលុះរហូតមកដល់ក៏មានករណីបន្តមកទៀតដែលកើតឡើងទៅលើជនរងគ្រោះជនជាតិរុស្ស៊ីទាំង2នាក់ដែលបានបាត់ខ្លួននៅក្នុងតំបន់ដដែលប្រហែលជា3អាទិត្យក្រោយមកទៀតនៅខ្ទង់ម៉ោង4ទីភ្លឺថ្ងៃទី26កក្កដាឆ្នាំ2026បងប្អូនជនជាតិរុស្ស៊ីដាយ៉ាណាហើយនិងប្អូនប្រុសរ៉ូម៉ានបានចេញពីផ្ទះជួបពួកគេនៅក្នុងភូមិលេង7នៃឃុំហួយយ៉ៃពួកគេបើកម៉ូតូ Honda ADV 151គ្រឿងដើម្បីទៅកាន់ហាងលក់ទំនិញនៅក្នុងកាមេរ៉ាសុវត្ថិភាពគឺបានថតឃើញរ៉ូម៉ានជាអ្នកបើកម៉ូតូហើយដាយ៉ាណាគឺអង្គុយពីខាងក្រោយនឹងដោយមុនបាត់ការតាក់ទងនឹងបងប្អូនទាំងពីរនាក់បានផ្ញើសារប្រាប់ម្ដាយរបស់ពួកគេថាពួកគេមានអារម្មណ៍ថាកំពុងតែមានមនុស្សចម្លែកតាមដានពួកគេនឹងបើតាមពាក្យសារភាពពីពួកជនល្មើសនៅពេលនឹងពុងគឺជាអ្នកបើកម៉ូតូហើយថងគឺជាអ្នកអង្គុយពីក្រោយពួកគេជិះតាមដានបងប្អូនជនជាតិរុស្ស៊ីទាំងពីរនាក់នឹងឯងបន្ទាប់មកនៅពេលដែលជនរងគ្រោះជិះម៉ូតូទៅដល់ចំណុចបត់ក្រោមស្ពានអាកាសកន្លែងបត់ U-turn ហ្នឹងពួកជនល្មើសទាំងពីរនាក់ជិះម៉ូតូចូលទៅជិតហើយលើកនេះពួកគេប្រើ style ដូចមុនអញ្ចឹងគឺពួកគេខ្លែងខ្លួនជាប៉ូលីសដោយបញ្ជាឲ្យបងប្អូនទាំងពីរនាក់ឈប់ម៉ូតូដើម្បីធ្វើការត្រួតពិនិត្យក៏ប៉ុន្តែគោលបំណងពិតប្រាកដពួកគេនោះគឺពួកគេចង់ប្លន់យកម៉ូតូ Honda ADV 150ពីជនរងគ្រោះនៅពេលដែល Roman ដឹងថាអ្វីដែលពងកាត់ឡើងនោះគឺមិនស្រួលទេហើយ Roman ហ្នឹងក៏រៀងប្រឆាំងជាមួយពួកជនល្មើសហ្នឹងដែរពេលភ្លាមហ្នឹងពងបានដកកំភ្លើងបាញ់ Roman ចំនួន2គ្រាប់ហើយនៅពេលជាមួយគ្នានឹងដែរ Diana ក៏រងការវាយប្រហារពីពួកជនល្មើសរហូតធ្វើឲ្យនាងបាត់បង់ជីវិតបន្ទាប់ពីពួកជនល្មើសបញ្ចប់ជីវិតជនរងគ្រោះទាំងពីរនាក់ហើយពួកជនល្មើសបានដឹកសពជនរងគ្រោះចូលទៅក្នុងព្រៃជ្រៅនៅក្នុងព្រៃសាណាយូហើយបានជីកភ្នូររួមមួយកប់សពពួកគេទាំងពីរនាក់ជាមួយគ្នាបន្ទាប់មកពួកគេបានយកម៉ូតូជនរងគ្រោះជិះទៅបាត់ទៅបន្ទាប់ពីពួកគេបានធ្វើបទឃាតកម្មហើយពួកជនល្មើសហ្នឹងបានព្យាយាមលុបបំបាត់ភស្តុតាងទាំងអស់គឺនៅប្រហែលជាខ្ទង់ម៉ោង10ព្រឹកនៅថ្ងៃទី26កក្កដាឆ្នាំ2026ពងហើយនឹងធុងបានទៅដល់ផ្ទះបងស្រីរបស់ធុងនៅឯហួយយ៉ៃដោយជិះម៉ូតូ Honda Scoopy ពណ៌ក្រហមស្ត្រីដែលទៅជាបងស្រីរបស់ថងហ្នឹងបានប្រាប់ប៉ូលីសថាសភាពរបស់ពងហើយនឹងថងនៅពេលហ្នឹងគឺប្រឡាក់ភក់ពេញខ្លួនហើយពួកគេទាំងពីរនាក់បានប្រាប់បងស្រីហ្នឹងថាពួកគេទើបតែត្រឡប់មកពីកន្លែងនេសាទត្រីក្បែរតំបន់វត្តយាសាំងវ៉ារ៉ារ៉ាំពេលហ្នឹងនាងចាប់អារម្មណ៍ឃើញថាពងស្លៀកសម្លៀកបំពាក់ស្តៀងទៅនឹងឯកសណ្ឋានប៉ូលីសហើយមានកាំភ្លើងខ្លីដាក់នៅផ្នែកខាងមុខម៉ូតូផងដែរដោយឡែកបើនិយាយពីម៉ូតូ Honda ADV 150របស់ជនរងគ្រោះនឹងវិញគឺត្រូវពួកជនល្មើសយកទៅរើសជាបំណែកហើយនៅអំឡុងពេលដែលព័ត៌មានចេញផ្សាយអំពីការបាត់ខ្លួនរបស់ជនជាតិរុស្ស៊ីទាំងពីរនាក់ព័ត៌មាននឹងចេញផ្សាយទៅយ៉ាងទូលំទូលាយតាមប្រព័ន្ធផ្សព្វផ្សាយនានាពួកជនល្មើសក៏បានដឹងឮពីករណីនឹងដែរពេលនោះពួកគេក៏កំពុងតែបារម្ភជាខ្លាំងដែរខ្លាចតែធ្លាក់ក្នុងការសង្ស័យរបស់ប៉ូលីសដូចនេះហើយពួកជនល្មើសនឹងយកបំណែកម៉ូតូយកទៅកប់នៅកន្លែងទីលានបញ្ចុះសពចាស់មួយនៅឯធុងលុងនៅយប់ថ្ងៃទី28ខែកក្កដាប្រជាជននៅក្នុងតំបន់បានសង្កេតឃើញមនុស្សមួយក្រុមកំពុងតែដឹកឧបករណ៍ជីកដីចូលទៅក្នុងទីលានបញ្ចុះសពដែលធ្វើឲ្យប្រជាជនរស់នៅទីនោះពិតជាសង្ស័យជាខ្លាំងហើយពួកគេក៏បានរាយការណ៍ទៅកាន់ប៉ូលីស
បើទោះបីជាពួកជនល្មើសព្យាយាមលុបបំបាត់ភស្តុតាងយ៉ាងយកចិត្តទុកដាក់តែចុងក្រោយរឿងរ៉ាវទាំងអស់មកបែកធ្លាយដោយសារតែបានប្រជាពលរដ្ឋនៅក្នុងតំបន់ហ្នឹងរួចហើយបន្ទាប់មកទៀតនៅពេលព្រឹកខែកក្កដាត្រូវជាថ្ងៃទី29ខាងក្រុមប៉ូលីសបានចុះទៅជីកកន្លែងនោះពួកគេបានរកឃើញសុំម៉ូតូ Honda ADV 150ហើយនឹងបំណែកស្លាកលេខម៉ូតូដែលត្រូវកាត់ជាបំណែកតូចៗកប់នៅក្នុងរណ្ដៅជាច្រើនកន្លែងប៉ូលីសបានរកឃើញសភាពម៉ូតូដែលគេរុះរើជាបំណែកយកទៅកប់លាក់នៅទីលានបញ្ចុះសពធុងលងទាំងអស់ហ្នឹងគឺក្លាយជាភស្តុតាងដ៏សំខាន់នេះគឺជាតម្រុយដ៏សំខាន់ដែលប៉ូលីសអាចពង្រីកការស៊ើបអង្កេតមិនយូរប៉ុន្មានក្រោយមកទៀតប៉ូលីសស៊ើបដឹងថាគឺជាពងដែលក្លាយជាជនសង្ស័យចម្បងភ្លាមៗពេលហ្នឹងដោយសារតែគាត់រស់នៅក្បែរទីលានបញ្ចុះសពនោះហើយមួយវិញទៀតគាត់ទើបតែដោះលែងចេញពីគុកកាលពីមួយខែមុននៅពេលដែលពួកជនល្មើសពងហើយនឹងថងដឹងថាប៉ូលីសកំពុងតែតាមប្រមាណចាប់ឃាត់ខ្លួនពួកគេពេលហ្នឹងពួកគេសម្រេចចិត្តរត់គេចចេញពីខេត្តឈុនបុរីដោយជិះម៉ូតូទៅកាន់ខេត្តច័ន្ទបុរីហើយនឹងបន្តធ្វើដំណើរទៅដល់ខេត្តស្រះកែវកាមេរ៉ាសុវត្ថិភាពក៏បានថតជាប់ពួកគេទាំងពីរនៅស្រុកម៉ាខេមប្រហែលជានៅខ្ទង់ម៉ោង1 រសៀលថ្ងៃទី30 កក្កដាឆ្នាំ2026បន្ទាប់មកពួកគេជិះម៉ូតូបើកលបឿនដ៏លឿនឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យហើយនឹងបន្តដំណើរទៅកាន់ខេត្តស្រះកែវដោយប៉ូលីសស៊ើបតាមរូបភាពពីកាមេរ៉ាសុវត្ថិភាពតាមដងផ្លូវប៉ូលីសតាមដានពីការបម្លាស់ទីរបស់ពួកជនល្មើសហើយប៉ូលីសសន្និដ្ឋានថាពួកជនល្មើសនឹងកំពុងតែលាក់ខ្លួននៅក្នុងតំបន់ព្រៃមួយនៅក្នុងឃុំវាងម៉ៃបន្ទាប់មកទៀតនៅថ្ងៃទី31 កក្កដាឆ្នាំ2026ខាងក្រុមប៉ូលីសតំបន់ទី2ប៉ូលីសខេត្តស្រះកែវនិងក្រុមប៉ូលីសនៅក្នុងតំបន់បានឡោមព័ទ្ធព្រៃដែលជនល្មើសកំពុងតែលាក់ខ្លួនប៉ូលីសបានតាមចាប់ខ្លួនថងបានមុននៅពេលហ្នឹងពងនោះបន្តរត់គេចទៅមុខហើយក្រោយមកទៀតខាងក្រុមប៉ូលីសបានពង្រីកការឡោមព័ទ្ធក្រោយមកក៏អាចចាប់ឃាត់ខ្លួនពងបានដោយជោគជ័យនៅអំឡុងពេលចុះសកម្មភាពចាប់ខ្លួននោះប៉ូលីសបានរកអូសកំភ្លើងខ្លីមួយដើមនិងគ្រាប់បែកដៃមួយគ្រាប់ពីពួកជនល្មើសដោយឡែកនៅពេលហ្នឹងប៉ូលីសមិនទាន់ដឹងថាពួកគេពាក់ព័ន្ធទៅនឹងករណីឃាតកម្មទេគឺដំបូងឡើយប៉ូលីសចេញតែការចាប់ឃាត់ខ្លួនពួកគេពីបទលួចម៉ូតូទង្វើចោរកម្មតែប៉ុណ្្នឹងឯងដោយឡែកនៅអំឡុងពេលប៉ូលីសធ្វើការសាកសួរទៅកាន់ពងហើយនឹងថងស្រាប់តែពួកគេបានសារភាពថាពួកគេពាក់ព័ន្ធទៅនឹងករណីឃាតកម្មលើបងប្អូនរុស្ស៊ី2នាក់ហើយពួកគេយកព្រមនាំប៉ូលីសត្រឡប់ទៅកាន់ខេត្តឈុនបុរីដើម្បីបង្ហាញទីតាំងដែលពួកគេបានកប់សពនោះនៅយប់ថ្ងៃទី31ខែកក្កដាឆ្នាំ2026បន្ទាប់ពីការចាប់ខ្លួនជនល្មើសទាំងពីរនាក់បាននាំប៉ូលីសស៊ើបអង្កេតទៅកាន់កន្លែងដែលពួកគេបានកប់ជនរងគ្រោះសព Diana ហើយនិង Roman គឺគេបានប្រទះឃើញនៅក្នុងភ្នូររួមតែមួយជាមួយគ្នាដែលមានជម្រៅប្រហែលជា1 ម៉ែត្រដោយសភាពសព Roman នៅពីខាងលើហើយសព Diana នៅខាងក្រោមសភាពសពទាំងពីរនាក់គឺស្លៀកសម្លៀកបំពាក់ពេញលេញហើយសភាពនៃសពមិនមានរុំដោយកណាត់ឬផ្លាស្ទិកនោះឡើយបើយោងតាមការពិនិត្យសពជាបឋមសភាពសព Roman គាត់បាត់បង់ជីវិតដោយសារតែគ្រាប់កាំភ្លើង2គ្រាប់ចំណែកឯ Diana មានស្នាមរបួសជាច្រើនកន្លែងដែលនាងបាត់បង់ជីវិតដោយសារតែរងការវាយដំយ៉ាងសាហាវនឹងប្រហែលជា2 គីឡូម៉ែត្រពីកន្លែងកើតហេតុដំបូងមិញហ្នឹងប៉ូលីសបន្តជីកស្វែងរកហើយក៏ប្រទះឃើញសពជនរងគ្រោះ3នាក់ផ្សេងទៀតដែលមានឈ្មោះថាវិធានចន្ទនាហើយនិងកូនស្រីនិចបាដែលត្រូវកប់នៅក្នុងភ្នូរតែមួយរួមគ្នាការពិនិត្យសពជាបឋមបញ្ជាក់ថាជនរងគ្រោះទាំង3នាក់សុទ្ធតែបាត់បង់ជីវិតដោយសារតែមានរបួសគ្រាប់កាំភ្លើងនៅអំឡុងពេលសាកសួរចម្លើយពងហើយនឹងថងពួកគេផ្ដល់ចម្លើយផ្ទុយគ្នាម្នាក់សុទ្ធតែព្យាយាមកាត់បន្ថយទុកខ្លួនឯងហើយទម្លាក់កំហុសទៅលើដៃគូម្ខាងទៀតរៀងខ្លួនដោយថងអះអាងថាពងគឺជាអ្នកគំរាមកំហែងបង្ខំឲ្យគាត់ចូលរួមឧក្រិដ្ឋកម្មដល់ពេលវេលាត្រូវនាំពួកគេទៅកាន់តុលាការសភាពរបស់ថងគឺគេយំអត់ដាច់ទេហើយសុំទោសក្រុមគ្រួសារជនរងគ្រោះនិងបន្តអះអាងថាគាត់ត្រូវពងបង្ខំឲ្យធ្វើតាមបើទោះបីជាបាត់ណាក៏ដោយប៉ូលីសនៅតែចាត់ទុកថងជាអ្នកចូលរួមធ្វើសកម្មភាពដោយផ្ទាល់ដៃនៅក្នុងឧក្រិដ្ឋកម្មទាំងពីរករណីចំណែកឯពងសារភាពថាគឺខ្លួនគេជាអ្នកបាញ់រ៉ូម៉ែនដោយសារតែរ៉ូម៉ែនព្យាយាមតស៊ូនិងវាយប្រហារមកកាន់គាត់មុនហើយពួកជនល្មើសក៏បានបញ្ជាក់ដែរថាការបាត់បង់ជីវិតរបស់ Diana គឺកើតឡើងបន្ទាប់ពីពួកគេបានបតែបន្ទាប់គ្នាបើទោះបីជាអ្វីដែលរៀបរាប់មកអំបានមកនេះប៉ូលីសបានបញ្ជាក់ថាទាំងអស់នេះគឺជាការអះអាងចេញពីចម្លើយផ្ទាល់មាត់របស់ពួកជនល្មើសប៉ុណ្ណោះមិនមែនចេញមកពីការសន្និដ្ឋានចុងក្រោយរបស់អ្នកស៊ើបអង្កេតនោះឡើយចំពោះករណីគ្រួសារជនជាតិសៀមទាំង3នាក់ប៉ូលីសបានបង្ហាញថាតាមចម្លើយជនល្មើស
ប៉ុងគឺជាអ្នកបាញ់សម្រាប់ចន្ទនាហើយបជាអ្នកសម្រាប់វិទានហើយនឹងហ្វ្លុកគឺជាអ្នកបាញ់សម្រាប់នីចាប៉ាដែលនៅពេលទន្ទឹមគ្នានឹងដែរថងមានតួនាទីជីកភ្នោដើម្បីកប់សពបន្ទាប់ពីប៉ូលីសទទួលបានការផ្ដល់ចម្លើយនេះនិងបន្ទាប់ពីប្រមូលបានផុសតាងហើយប៉ូលីសកំណត់អត្តសញ្ញាណជនល្មើសពីរអ្នកផ្សេងទៀតគឺជាបលហើយនិងហ្វ្លុកហើយប៉ូលីសក៏ទៅតាមចាប់ឃាត់ខ្លួនពួកគេបានមកជាបន្តបន្ទាប់ដោយនៅថ្ងៃទី1ខែសីហាឆ្នាំ2026ខាងក្រុមប៉ូលីសស៊ើបអង្កេតពីប៉ុស្តិ៍ប៉ូលីសហួយយ៉ៃបាននាំជនល្មើសទាំង4នាក់ទៅកាន់តុលាការខេត្តបាតាយាដើម្បីឃុំខ្លួនជាបណ្ដោះអាសន្ននៅក្នុងសំណុំរឿងក្តីសម្រាប់បងប្អូនជនជាតិរុស្ស៊ីមានតែពងហើយនិងថងប៉ុណ្ណោះដែលត្រូវចាប់ប្រកាន់ចំណែកឯករណីបាត់បង់ជីវិតនៃគ្រួសារជនជាតិសៀមទាំង3នាក់នោះតុលាការបានពិចារណាទៅលើជនល្មើសទាំង4នាក់ពងថងបលហើយនិងហ្វ្លុកតុលាការបានបដិសេធការដោះលែងជាបណ្ដោះអាសន្នដោយសារតែបទចាប់ប្រកាន់មានទោសធ្ងន់ធ្ងរនិងមានហានិភ័យខ្ពស់បើសិនជាជនល្មើសមានឱកាសរត់គេចខ្លួននៅក្នុងសំណុំរឿងក្តីសម្រាប់លើបងប្អូនជនជាតិរុស្ស៊ី2នាក់ជនល្មើសពងហើយនិងថងជាប់ពីបទចាប់ប្រកាន់ទាំង4បទចោទទី1គឺឃាតកម្មគិតទុកជាមុនដើម្បីតែអផលប្រយោជន៍ពួកគេបានធ្វើបទល្មើសផ្សេងៗហើយនឹងលាក់បាំងឧក្រិដ្ឋកម្មទាំងមូលហើយនឹងបទចោទទី2គឺប្លន់នៅប្រយុទ្ធនិងចំណុចទី3ក្លែងខ្លួនជាមន្ត្រីប៉ូលីសប្រដាប់អាវុធហើយចំណុចទី4កាន់កាប់អាវុធនិងគ្រាប់កាំភ្លើងខុសច្បាប់ចំណែកឯករណីសម្រាប់លើគ្រួសារជនជាតិសៀមទាំង3នាក់នោះជនល្មើសគឺមាន4នាក់ហើយជាប់ប្រកាន់ពីបទចំនួន6បទចោទទី1គឺឃាតកម្មទុកមុនទី2ប្លន់នៅពេលយប់ទី3ក្លែងខ្លួនជាមន្ត្រីប៉ូលីសទី4ប្រើប្រាស់អាវុធខុសច្បាប់ទី5ឃុំឃាំងជនរងគ្រោះដោយខុសច្បាប់និងទី6លាក់បាំងនិងកប់សាកសពប៉ូលីសបានចោទបន្ថែមថាជនរងគ្រោះនីចាប៉ាត្រូវរំលោភបំពានផ្លូវភេទមុនពេលនាងត្រូវគេបញ្ចប់ជីវិតដូចនេះពងហើយនិងថងគឺជាជនល្មើសចម្បងដែលមានឈ្មោះនៅក្នុងសំណុំរឿងក្តីទាំងពីរចំណែកអាបលហើយនិងហ្វ្លុកចាប់ប្រកាន់តែចំពោះលើករណីគ្រួសារជនជាតិសៀមប៉ុណ្ណោះបើគិតមកដល់ពេលបច្ចុប្បន្ននេះសំណុំរឿងក្តីនេះនៅស្ថិតក្រោមការសង្កេតហើយតុលាការមិនទាន់ចេញសារក្រមបញ្ចប់ជាស្ថាពរនោះទេករណីឃាតកម្មទាំងពីរគឺកាត់ឡើងនៅក្នុងតំបន់ហួយ៉ៃស្រុកប៉ាឡាម៉ុងខេត្តឈុនបុរីស្ថិតនៅក្នុងតំបន់ទីក្រុងទេសចរណ៍បាតាយាតំបន់នេះមានផ្លូវគមនាគមន៍ទំនើបហើយនឹងការរស់នៅតាមបែបសហគមន៍ក៏ប៉ុន្តែក៏មានតំបន់ដាច់ស្រយាលជាច្រើនដែរដូចថានៅឃ្លាតឆ្ងាយពីគ្នាតំបន់ខ្លះក៏ព្រៃស្ដុកចឹងទៅខ្លះក៏ជាចំការដូងហើយខ្លះទៀតជាទីលានបញ្ចុះសពចាស់ចាស់បើតាមការវាយតម្លៃរបស់អ្នកស៊ើបអង្កេតនិយាយថាលក្ខណៈភូមិសាស្ត្របែបហ្នឹងបានផ្ដល់ឱកាសឲ្យពួកជនល្មើសលាក់បាំងឡានជនរងគ្រោះកប់សាកសពជនរងគ្រោះហើយនឹងពន្យាកុំឲ្យគេដឹងការពិតនៃឧក្រិដ្ឋកម្មបានយ៉ាងយូរហើយមួយវិញទៀតនៅក្នុងទីក្រុងបាតាយាកំពុងតែប្រឈមមុខទៅនឹងបញ្ហាគ្រប់គ្រងទៅលើអ្នកដែលមកស្នាក់នៅក្នុងរយៈពេលខ្លីហើយនិងអ្នកមកស្នាក់នៅក្នុងរយៈពេលវែងហើយក៏មានអ្នកខ្លះទៀតធ្លាប់ជាអ្នកទោសត្រឡប់មករស់នៅក្នុងសហគមន៍នឹងវិញដោយសារតែពងគឺជាជនល្មើសគាត់ធ្លាប់ចោទពីបទល្មើសយ៉ាងធ្ងន់ធ្ងរម្ដងហើយកាលមុនហើយត្រឹមតែមួយខែបន្ទាប់ពីគាត់ចេញពីគុកស្រាប់តែគាត់បានប្រព្រឹត្តបទឃាតកម្មយ៉ាងព្រៃផ្សៃដូចនេះហើយគេបានបន្តការពិភាក្សាទៅលើចំណុចនឹងជាខ្លាំងដែលជនល្មើសចេញពីគុកហើយត្រូវតែមានការតាមដានឲ្យមានប្រសិទ្ធភាពគ្រប់គ្រងពីសកម្មភាពរបស់អតីតអ្នកទោសក្រោយការដោះលែងសំណុំរឿងក្តីនេះធ្វើឲ្យជនជាតិសៀមភ្ញាក់ផ្អើលជាខ្លាំងហើយបង្កការវែកញែកជាខ្លាំងអំពីវិធីដែលប៉ូលីសដោះស្រាយលើរឿងក្តីមនុស្សបាត់ខ្លួនដោយសាច់ញាតិគ្រួសាររបស់វិនធានបានបង្ហាញការមិនពេញចិត្តជាខ្លាំងចំពោះការងាររបស់ប៉ូលីសហួយ៉ៃពួកគេដាក់ពាក្យបណ្ដឹងតាំងពីថ្ងៃទី7ខែកក្កដាឆ្នាំ2026ហើយការស្វែងរកជនរងគ្រោះទាំង3នាក់អត់មានវិវត្តដំណើរការស៊ើបក្តីសូម្បីតែបន្តិចបើទោះបីជាពេលវេលាបានកន្លងផុតអស់3សប្តាហ៍ចាំរហូតដល់ទីបំផុតការពិតវាសនារបស់ជីវិតគ្រួសារពួកគេបានលាតត្រដាងឡើងទម្រាំតែគេដឹងនឹងគឺក្រោយការស៊ើបអង្កេតរបស់ករណីបងប្អូនជនជាតិរុស្ស៊ីដោយសារតែល្បឿនខុសគ្នានៃការស៊ើបអង្កេតរវាងសំណុំរឿងក្តីទាំងពីរហ្នឹងដែលធ្វើឲ្យមហាជនគេចោទសួរថាតើការវាយតម្លៃនិងការផ្ដល់អត្ថប្រយោជន៍ចំពោះករណីមនុស្សបាត់ខ្លួនមានភាពស្មើគ្នាដែរឬទេជាពិសេសនៅពេលដែលមានសភាពប្រៀបធៀបរវាងគ្រួសារសៀមនិងជនរងគ្រោះដែលជាជនបរទេសហើយចំណុចដែលមានមហាជនជជែកវែកញែកខ្លាំងមួយទៀតនោះគឺពងទៅតែត្រូវដោះលែងចេញពីគុកប្រហែលជាមួយខែមុនពេលមានឧក្រិដ្ឋកម្មដំបូងកាត់ឡើងគាត់ធ្លាប់មានប្រវត្តិជាប់គុកពីបទប៉ុនប៉ងមនុស្សឃាតកាន់កាប់អាវុធខុសច្បាប់គ្រឿងញៀននិងបទល្មើសផ្សេងៗការដែលបុគ្គលម្នាក់មានប្រវត្តិឧក្រិដ្ឋកម្មធ្ងន់ធ្ងរអាចទទួលបានអាវុធយ៉ាងលឿននៅក្នុងដៃហើយពេលគេចេញពីគុកមកនឹងគេទៅបន្តធ្វើទង្វើប្លន់សម្រាប់មនុស្សជាបន្តបន្ទាប់
ដែលបង្កឲ្យមានការបារម្ភជាខ្លាំងនៅក្នុងសង្គមហើយប្រជាជនបារម្ភជាខ្លាំងជាពិសេសទៅលើប្រព័ន្ធត្រួតពិនិត្យលើអតីតអ្នកទោសករណីសម្រាប់មនុស្ស5នាក់នៅខេត្តឈុនបុរីបានបង្ហាញពីភាពគ្រោះថ្នាក់ដែលពួកអក្រិតជនក្លែងខ្លួនកុហកខ្លួនថាពួកគេគឺជាប៉ូលីសមកអនុវត្តច្បាប់ដោយជនល្មើសឆ្លៀតឱកាសបោកទំនុកចិត្តពីប្រជាជនកុហកថាខ្លួនពួកគេជាប៉ូលីសពួកគេប្រើលេសមួយហ្នឹងដើម្បីអាចចូលទៅជិតជនរងគ្រោះចាប់ចងដើម្បីប្លន់របស់កម្មសិទ្ធិជនរងគ្រោះឈានដល់ដំណាក់កាលឆក់យកជីវិតពួកគេថែមទៀតដោយសារតែជាឧទាហរណ៍ជាក់ស្ដែងថ្មីក្តៅៗលើករណីនេះដែលក្រោយមកគេជំរុញឲ្យខាងអាជ្ញាធរត្រួតពិនិត្យសារឡើងវិញអំពីការដោះស្រាយទៅលើករណីមនុស្សបាត់ខ្លួនចំណុចបន្ទាប់គឺការគ្រប់គ្រងទៅលើតំបន់ដាច់ស្រយាលដែលងាយនឹងកើតមានឧក្រិដ្ឋកម្មដោយសារតែវាស្ងាត់នៅដាច់ស្រយាលឆ្ងាយពីគ្នាអញ្ចឹងណាហើយនឹងចំណុចទី3គឺទឿនឲ្យមានការតាមដាននិងត្រួតពិនិត្យលើអតីតអ្នកទោសបន្ទាប់ពីពួកគេចេញពីគុកហើយទៅរស់នៅក្នុងសហគមន៍សូមបញ្ជាក់ម្ដងទៀតរឿងក្តីនេះម៉ូតូសប្តាហ៍ថ្ងៃហ្នឹងស្ថិតក្រោមការស៊ើបអង្កេតហើយអត់ទាន់មានសារក្រមបញ្ចប់ជាស្ថាពរចេញពីតុលាការនៅឡើយបន្ទាប់ពីយើងស្វែងយល់រឿងក្តីនេះហើយសារដាស់តឿនដ៏សំខាន់នោះគឺថាករណីនេះបង្ហាញឲ្យយើងដឹងអំពីពួកជនល្មើសវាចេះក្លែងបន្លំបោកយកទំនុកចិត្តយើងហើយការបោកយកទំនុកចិត្តនេះគឺជាអាវុធដ៏គ្រោះថ្នាក់មិនថាអ្នកណាដែលមកអះអាងថាពួកគេជាមន្ត្រីប៉ូលីសអនុវត្តច្បាប់អ្វីដំបូងដែលយើងគួរធ្វើគឺស្នើសុំឲ្យបង្ហាញអត្តសញ្ញាណនិងផ្ទៀងផ្ទាត់ព័ត៌មានជាមួយអាជ្ញាធរផ្លូវការបើសិនជាយើងសង្ស័យអញ្ចឹងណាហើយបង្កើនការប្រុងប្រយ័ត្ននិងចាំបាច់បញ្ជូនដំណឹងដែលយើងមានអារម្មណ៍មិនស្រួលយើងសង្ស័យនឹងបញ្ជូនដំណឹងហ្នឹងទៅឲ្យគ្រួសាររបស់យើងបញ្ជាក់ពីទីតាំងដែលយើងកំពុងនៅហើយនឹងរាយការណ៍ភ្លាមៗបើសិនជាយកឃើញថាហេតុការណ៍ហ្នឹងវាមិនស្រួលដើម្បីកាត់បន្ថយហានិភ័យអាចឲ្យគេមកជួយសង្គ្រោះជីវិតយើងទាន់ពេលវេលាខ្ញុំសូមបញ្ចេញមតិយោបល់លើរឿងក្តីនេះតាមប៉ុណ្្នេះចុះតើបងប្អូនមានគំនិតយ៉ាងណាដែរទៅលើរឿងក្តីនេះបងប្អូនមានមតិយោបល់បែបណាខមមិនជជែកគ្នាបាននៅខាងក្រោមវីដេអូនេះហើយចាំជួបគ្នានៅវីដេអូក្រោយទៀតអរគុណ Take care Bye bye